បាទបងប្អូនកូនក្មួយទាំងអស់គ្នាជាទីគោរពណាឥឡូវនេះគឺដល់ពេលវេលាដែលខ្ញុំលោកគ្រូមហាជុំខ្ញុំនឹងមកទួទាយនៅជោគជតារាសីសម្រាប់ថ្ងៃប្រហ័សទី19ខែមិនិនាឆ្នាំ2026ជូនដល់លោកអ្នកចឹងជាទូទៅឲ្យតែខ្ញុំទួទាយនៅជោគជតារាសីសម្រាប់ថ្ងៃគឺខ្ញុំតែងតែចែកនៅលេខសំណាងក៏ដូចជាពណ៌សំណាងចឹងបងប្អូនកើតឆ្នាំអ្វីបងប្អូនមានលេខសំណាងអ្វីបងប្អូនក៏ខមមិននៅលេខសំណាងនោះទៅឧមារាឆ្នាំជូតលេខសំណាងលេខប្រមាណខមមិននៅលេខសំណាងហ្នឹងshareលេខសំណាងនឹងផងshareវីដេអូដាក់លេខសំណាងហើយចំណែកឯពណ៌សំណាងយើងអាចពាក់ប្រចាំថ្ងៃណាបាទចឹងខ្ញុំសូមផ្ដើមទស្សទាយជាដំបូងនៅរាសីសម្រាប់ថ្ងៃប្រហ័សទី19ខែមីនាឆ្នាំ2026នេះគឺខ្ញុំសូមទស្សទាយដល់លោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកដែលកើតនៅឆ្នាំជូតរាសីសម្រាប់ថ្ងៃប្រហ័សនេះលេខសំណាងគឺលេខ714ចំណែកពណ៌សំណាងគឺពណ៌ប្រផេះលោកអ្នកដែលកើតនៅឆ្នាំជូតសូមខមមិនលេខសំណាងគឺលេខ714ពណ៌សំណាងគឺពណ៌ប្រផេះ share វីដេអូដាក់លេខ714រាសីរបស់លោកអ្នកនៅថ្ងៃប្រហ័សទី19នេះគឺរាសីឡើងខ្ពស់ត្រដែតរាល់កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរប្រចាំថ្ងៃគឺមានភាពល្អប្រសើរសบายរីករាយធ្វើអ្វីក៏កាក់កបធ្វើអ្វីក៏រីកចម្រើនអញ្ចឹងអ្នកដែលកើតនៅឆ្នាំជូតទាំងអស់រាសីនៅថ្ងៃទី19នេះល្អអញ្ចឹងយើងរកអាវពណ៌ប្រផេះយកទៅពាក់អាហ្នឹងយើងមានលៀបយើងមានសំណាងយើងហេងទាំងអស់គ្នាបាទបន្ទាប់មកលោកអ្នកដែលកើតនៅឆ្នាំឆ្លូវអ្នកដែលកើតនៅឆ្នាំឆ្លូវលេខសំណាងលេខ892ពណ៌សំណាងពណ៌លឿងអ្នកដែលកើតនៅឆ្នាំឆ្លូវខមមិនលេខសំណាងលេខ892share វីដេអូលោកគ្រូមហាជុំដាក់លេខ892ពណ៌សំណាងពណ៌លឿងនៅថ្ងៃប្រហ័សទី19ខែមីនាឆ្នាំ2026នេះរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតបាទអញ្ចឹងកិច្ចការងាររកស៊ីចំនួនជួញដូរអ្វីគ្រប់បែបយ៉ាងអ្នកដែលកើតឆ្នាំឆ្លូវគឺល្អកាលណាតារាសីឡើងខ្ពស់ត្រដែតហើយវាអត់មានអីត្រូវប្រុងប្រយ័ត្នតទៅទៀតទេព្រោះវាល្អហើយអញ្ចឹងជូនពរឲ្យជោគជ័យជូនពរឲ្យរីកចម្រើនបន្ទាប់មកទៀតចូលដល់អ្នកដែលកើតនៅឆ្នាំខាលលោកអ្នកដែលកើតនៅឆ្នាំខាលរាសីប្រចាំថ្ងៃពហុទី19ខែមីនាឆ្នាំ2026នេះរាសីរបស់លោកអ្នកក៏ឡើងខ្ពស់ត្រដែតដែរលោកអ្នកដែលកើតនៅឆ្នាំខាលខមមិនលេខសំណាងគឺលេខ134ពណ៌សំណាងគឺពណ៌សលេខសំណាង134ពណ៌សំណាងពណ៌សរាសីឡើងខ្ពស់ត្រដែតរាល់កិច្ចការងារចំនួនជួញដូរមុខរបររកស៊ីផ្សេងសម្រាប់លោកអ្នកដែលកើតឆ្នាំចសម្រាប់លោកអ្នកដែលកើតឆ្នាំខាលគឺល្អខ្លាំងចឹងអត់មានអ្វីដែលជាការកត់សម្គាល់ទេលោកអ្នកអាចរកអាវពណ៌សពាក់នៅថ្ងៃស្អែកបាទថ្ងៃស្អែកគឺថ្ងៃពហុនេះសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលខមមិនលេខសំណាងលេខ134ចំណែកពណ៌សំណាងគឺពណ៌សលោកអ្នកដែលកើតនៅឆ្នាំថោះបងប្អូនអ្នកដែលកើតឆ្នាំថោះសូមខមមិនលេខសំណាងលេខ246ពណ៌សំណាងពណ៌ក្របអំពិលលោកអ្នកដែលកើតនៅឆ្នាំថោះលេខសំណាងលេខ246ពណ៌សំណាងពណ៌ក្របអំពិលរាសីសម្រាប់ថ្ងៃប្រហ័សទី19ខែមិនិនាឆ្នាំ2026អ្នកដែលកើតឆ្នាំថោះសូមលោកអ្នកមានការប្រយ័ត្នប្រយែងតិចពីព្រោះថារាសីរបស់លោកអ្នកមិនសូវជាល្អប្រសើរប្រមាណទេនៅថ្ងៃនេះដោយសារលោកអ្នកអាចបាត់របស់អញ្ចឹងត្រូវមានការប្រុងប្រយ័ត្នបន្តិចរបស់ជាប់ខ្លួនមានយានជំនិះមានលុយកាក់មានរបស់របរប្រើប្រាស់អញ្ចឹងអ្នកដែលកើតឆ្នាំថោះគឺត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្តិចបើមិនដូច្នោះទេលោកអ្នកអាចនឹងមានបញ្ហាបាត់របស់អញ្ចឹងអ្នកដែលកើតឆ្នាំថោះត្រូវមានការប្រុងប្រយ័ត្នអ្នកដែលកើតឆ្នាំថោះខមមិនលេខ246 share វីដេអូលោកគ្រូមហាជុំដាក់លេខ246ពណ៌សំណាងពណ៌ក្របអំពិលបងប្អូនដែលកើតនៅឆ្នាំរោងអ្នកដែលកើតឆ្នាំរោងសូមលោកអ្នកខមមិនលេខ681ពីព្រោះលេខ681គឺជាលេខនាំលៀបនាំសំណាងចំណែកពណ៌សំណាងគឺពណ៌ទឹកក្រូចលោកអ្នកដែលកើតនៅឆ្នាំរោងរាសីសម្រាប់ថ្ងៃពហុទី19ខែមីនាឆ្នាំ2026នេះរាសីរបស់លោកអ្នកអត់សូវល្អទេលោកអ្នកដែលកើតឆ្នាំរោងទាំងស្រីទាំងប្រុសសូមប្រយ័ត្នដួលហើយអាចបង្កឲ្យក្រោះឲ្យឆ្លោះឲ្យក្រិចបាទអ្នកដែលកើតឆ្នាំរោងត្រូវប្រយ័ត្នដួលដើររត់ចុះចណ្ដើរឲ្យមានការប្រុងប្រយ័ត្នបើមិនដូច្នោះទេអាចដួលអាចឆ្លោះអាចក្រិចបងប្អូនអ្នកកើតឆ្នាំរោងបាទលោកអ្នកដែលកើតនៅឆ្នាំអាសាញ់លេខសំណាងលេខ491ពណ៌សំណាងគឺពណ៌ផ្កាត្របែកព្រៃ
លោកអ្នកដែលកើតឆ្នាំម្សាញ់ comment លេខសំណាងគឺលេខ491ចំណែកពណ៌សំណាងគឺពណ៌ផ្កាតបៃព្រៃលោកអ្នកដែលកើតនៅឆ្នាំម្សាញ់នៅថ្ងៃប្រហ័សទី19ខែមិនិនាឆ្នាំ2026នេះប្រយ័ត្នចាញ់បោកគេគ្រប់ទម្រង់គ្រប់រូបភាពអ្នកកើតឆ្នាំម្សាញ់ត្រូវមានការប្រុងប្រយ័ត្នបើមិនមានការប្រុងប្រយ័ត្នទេលោកអ្នកគឺអាចនឹងផុយស្រួយមែនទែនអាចនឹងចាញ់បោកគេអញ្ចឹងប្រយ័ត្នប្រយែងបន្តិចបងប្អូនកូនក្មួយអ្នកកើតឆ្នាំម្សាញ់ណាបងប្អូនណាបាទលោកអ្នកដែលកើតឆ្នាំម្សាញ់សូម comment លេខសំណាងគឺលេខ491ពណ៌សំណាងពណ៌ផ្កាតបៃព្រៃបងប្អូនណាបាទលោកអ្នកទាំងអស់ជាទីគោរពលោកអ្នកទាំងអស់ជាទីស្រឡាញ់នេះគឺជាប្រភេទខ្សែដៃស្រូបលៀបខ្សែដៃស្រូបលុយដោះបំណុលគឺជាប្រភេទខ្សែដៃត្បូងធម្មជាតិប្រទេសភូមា 100% ដែលលោកគ្រូមហាជុំបានធ្វើឡើងដោយផ្ទាល់ដៃសម្រិតសម្រាំងទៅតាមក្បួនខ្នាតហុងស៊ុយយ៉ាងពិតប្រាកដអ្នកដែលរាសីដាក់អ្នកដែលរាសីធ្លាក់អ្នកដែលធ្វើអ្វីមិនសូវកាក់កបអ្នកដែលលៀបជ័យមិនចូលអ្នកដែលចិត្តក្តៅគេងមិនលក់អ្នកដែលធ្វើអ្វីមិនបានល្អប្រសើរអ្នកដែលខ្វះខាតលុយកាក់អ្នកដែលជាពាក់បំណុលគេអ្នកដែលលក់ដូរមិនដាច់លោកអ្នកអាចជាវនៅប្រភេទខ្សែដៃស្រូបលុយដោះបំណុល VIP នេះលោកអ្នកយកទៅពាក់លោកអ្នកនឹងហេងលោកអ្នកនឹងលក់ដូរដាច់លោកអ្នកនឹងរកស៊ីមានបានអញ្ចឹងបងប្អូនអូអញលក់ដូរអត់ដាច់ទេអារម្មណ៍អត់ល្អទេរកស៊ីអត់ឡើងទេរាសីធ្លាក់ស្មុកស្មាញសាំញ៉ាំជាវនៅប្រភេទខ្សែដៃនេះយកទៅពាក់ឲ្យហេងពាក់ឲ្យកាក់កបដោយសារខ្សែដៃនេះគឺជាប្រភេទខ្សែដៃត្បូងប្រទេសភូមាដែលយើងធ្វើឡើងតាមក្បួនហុងស៊ុយឡើងពិតប្រាកដហើយមានសត្វពីសៀវដែលជាសត្វនាំលៀបនាំសំណាងអញ្ចឹងពាក់ឲ្យហេងកាក់កបរីកចម្រើនហើយយើងមាននៅយ័ន្តបន្ទុះទ្របយ័ន្តស្រូបលុយយ័ន្តស្រូបលុយនេះយើងយកទៅដាក់ក្នុងកាបូបលុយដាក់ក្នុងទូរស័ព្ទយើងនឹងហេងយើងនឹងកាក់កបអញ្ចឹងបងប្អូនជាវនៅខ្សែដៃនេះទៅយើងនឹងមានលៀបយើងនឹងហេងយើងនឹងសំណាងយើងនឹងកាក់កបណាអញ្ចឹងបងប្អូនអាចជាវខ្សែដៃនេះហើយបងប្អូននឹងហេងខ្លាំងបងប្អូននឹងកាក់កបខ្លាំងអញ្ចឹងចង់បានអាចជាវពាក់បានណាទាំងប្រុសទាំងស្រីអញ្ចឹងយើងមិញយើងបន្តមកដល់ឆ្នាំម្សាញ់បន្តមកទៀតយើងសូមទួទាយជាបន្តដល់លោកអ្នកដែលកើតនៅឆ្នាំមមីរាសីសម្រាប់ថ្ងៃប្រហ័សទី19ខែមិនិនាឆ្នាំ2026លេខសំណាងលេខ168ពណ៌សំណាងពណ៌ក្រហមអ្នកដែលកើតឆ្នាំមមីខមមិនលេខសំណាងលេខ168ពណ៌សំណាងពណ៌ក្រហមរាសីរបស់លោកអ្នកនៅថ្ងៃប្រហ័សនេះឡើងខ្ពស់ត្រដែតអញ្ចឹងអ្នកដែលកើតឆ្នាំមមីរាសីឡើងខ្ពស់ត្រដែតកិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងនៅក្នុងថ្ងៃនេះគឺល្អប្រសើរលោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបលោកអ្នកនឹងរីកចម្រើនខ្លាំងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីបាទអ្នកកើតឆ្នាំមមីរាសីឡើងខ្លាំងណាស់បន្ទាប់ពីមមីចូលដល់មម៉ែរាសីរបស់លោកអ្នកក៏ឡើងខ្ពស់ត្រដែតដែរនៅថ្ងៃទី19ខែមិនិនាឆ្នាំ2026នេះលេខសំណាងលេខ619ពណ៌សំណាងពណ៌ទឹកដោះគោលោកអ្នកដែលកើតឆ្នាំមម៉ែលេខសំណាងលេខ619ពណ៌សំណាងពណ៌ទឹកដោះគោរាសីឡើងខ្ពស់ត្រដែតបាទកិច្ចការងាររកស៊ីចំនួនជួញដូរសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមម៉ែគឺល្អប្រសើរអញ្ចឹងសូមលោកអ្នកដែលកើតនៅឆ្នាំមម៉ែខមមិននៅលេខសំណាងគឺលេខ619ចំណែកពណ៌សំណាងយើងប្រើពណ៌ទឹកដោះគោបន្ទាប់មកទៀតចូលដល់លោកអ្នកដែលកើតនៅឆ្នាំវោកបាទលោកអ្នកដែលកើតនៅឆ្នាំវោកលេខសំណាងគឺលេខ693ពណ៌សំណាងគឺពណ៌ទឹកប្រាក់លោកអ្នកដែលកើតនៅឆ្នាំវោកលេខសំណាងលេខ693ពណ៌សំណាងពណ៌ទឹកប្រាក់រាសីឡើងខ្ពស់ត្រដែតសម្រាប់លោកអ្នកដែលកើតនៅឆ្នាំវោកកិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរគ្រប់បែបយ៉ាងរបស់លោកអ្នកដែលកើតនៅឆ្នាំវោកគឺល្អប្រសើរហេងកាក់កបបាទអ្នកដែលកើតឆ្នាំរការាសីសម្រាប់ថ្ងៃប្រហ័សទី19ខែមិនិនាឆ្នាំ2026លេខសំណាងគឺលេខ928ពណ៌សំណាងពណ៌ស្ពៃជ្រក់អ្នកដែលកើតឆ្នាំរកាលេខសំណាងលេខ928ពណ៌សំណាងពណ៌ស្ពៃជ្រក់ថ្ងៃនេះអ្នកដែលកើតឆ្នាំរកាមានអារម្មណ៍មួម៉ៅក្តៅក្រហាយឆេវឆាវច្រើនអញ្ចឹងត្រូវមានការអត់ធ្មត់ត្រូវមានការខំមាត់សង្កត់ចិត្តទប់ចិត្តទប់អារម្មណ៍បើមិនដូច្នោះទេនៅថ្ងៃ19នេះលោកអ្នកនឹងហត់នឿយហើយក៏ឆេវឆាវច្រើនមែនតើបាទបន្ទាប់ពីរកាចូលដល់ចលោកអ្នកដែលកើតនៅឆ្នាំចលេខសំណាងលេខ883ពណ៌សំណាងពណ៌ត្នោត
លោកអ្នកដែលកើតនៅឆ្នាំចលេខសំណាងលេខ883ពណ៌សំណាងគឺពណ៌ត្នោតនៅថ្ងៃទី19ខែមីនានេះសូមប្រយ័ត្នប្រយែងកុំចេះដឹងរឿងគេអ្នកដែលកើតឆ្នាំចសូមកុំចេះដឹងរឿងគេអ្នកណាគេធ្វើអីធ្វើទៅអ្នកណាគេថ្លៃថាអញមិនខ្វល់ហ៊ានតែខ្វល់លូកមាត់អានឹងចង្រៃដល់ខ្លួនណាអញ្ចឹងប្រយ័ត្នប្រយែងឲ្យមែនតើអ្នកដែលកើតឆ្នាំចកុំចេះដឹងរឿងគេអញ្ចឹងសូមឲ្យមានការប្រុងប្រយ័ត្នអ្នកដែលកើតនៅឆ្នាំកុលអ្នកដែលកើតឆ្នាំកុលលេខសំណាងលេខ592ពណ៌សំណាងពណ៌ស្វាយអ្នកដែលកើតឆ្នាំកុលខមមិនលេខសំណាងគឺលេខ592ពណ៌សំណាងគឺពណ៌ស្វាយរាសីរបស់លោកអ្នកនៅថ្ងៃប្រហោះទី19ខែមីនាឆ្នាំ2026រាសីរបស់លោកអ្នកមិនសូវជាល្អប្រសើរប្រហែលទេសូមលោកអ្នកថែរក្សាសុខភាពពីព្រោះថាសុខភាពរបស់លោកអ្នកគឺមិនល្អប្រសើរទេបើសិនបើលោកអ្នកមិនថែព្រោះវាអាចឈឺអ្នកដែលកើតឆ្នាំកុលខ្លះឈឺរួចទៅហើយឈឺតាំងពីល្ងាចថ្ងៃ18មិនចាំដល់ថ្ងៃ19ទេបាទអញ្ចឹងអ្នកដែលកើតឆ្នាំកុលលេខសំណាងលេខ592ពណ៌សំណាងពណ៌ស្វាយប្រយ័ត្នឈឺថែរក្សាសុខភាពអញ្ចឹងខ្ញុំសូមជូនពរដល់លោកអ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះសូមឲ្យហេងសូមឲ្យកាក់កបសូមឲ្យរីកចម្រើនទាំងអស់គ្នាខ្ញុំលោកគ្រូមហាជុំសូមគោរពលាសូមអរគុណ